បាទសួស្តីបងប្អូនពេលខ្លះខ្ញុំគិតថាការចែករំលែករបស់ខ្ញុំវាប៉ះពាល់ដល់បងប្អូនមួយចំនួនដែលធ្វើសកម្មភាពប្រតិបត្តិការប៉ុន្តែខ្ញុំចង់បញ្ជាក់ថាបងប្អូនអ្វីដែលខ្ញុំនិយាយគឺចង់កែតម្រូវនិងចែករំលែកការគិតទាំងអស់គ្នាទេព្រោះជាផលប្រយោជន៍រួមនៃប្រទេសជាតិបងប្អូនដឹងស្រាប់ហើយយើងឥឡូវកំពុងមានសត្រូវអញ្ចឹងរឿងគ្រប់យ៉ាងពួកគេអាចបំពងព័ត៌មានបានចុះតរំឃើញផោះតាំងជាក់ស្ដែងទៀតតែគេនិយាយរបៀបម៉េចឥឡូវខ្ញុំឲ្យស្ដាប់คลิปវីដេអូថៃមួយនេះវាកំពុងតែផ្ទុះមែនទែនអារឿងនារីម្នាក់រំដោះអ្នកទោសនៅស្វាយរៀងបាទឥឡូវយើងស្ដាប់សិនខ្ញុំបកប្រែតាមក្រោយที่กัมพูชาก็มีเรื่องให้น่าอาย2เรื่องติดกันนะครับก็คือเรื่องแรกเกี่ยวข้องกับการที่มีกลุ่มผู้ต้องหาชาวเวียดนามที่เกี่ยวกับแก๊งพนันออนไลน์เนี่ยมีการชิงตัวไปจากศาลยินดูหน้าศาลเนี่ยเอาอาวุธปืนมายิงแล้วชิงตัวไปเลยเนี่ยอันที่1เป็นเรื่องน่าอายเลยอันที่2ก็คือว่าพอตำรวจตามจับแก๊งผู้ต้องหานี้ได้เนี่ยปรากฏว่ามีผู้หญิงคนหนึ่งซึ่งตำรวจเองเนี่ยก็ไม่สามารถที่จะไปทำแบบนี้กับผู้ต้องหาได้นะครับต่อให้เขาทำความผิดอะไรก็แล้วแต่ไปจับแก้มไปจับหน้ามีการพูดจาแซวกันแบบเนี้ยซึ่งทั้งหมดที่ว่ามามีคลิปเป็นหลักฐานครับណែបងប្អូនខ្ញុំស្ដាប់នៅមានវែងគេនិយាយខ្លាំងជាងហ្នឹងទៀតគេថាយើងអត់មានសុជីវធម៌សុជីជីវៈក្នុងការបង្ក្រាបបាទមិនថាក្រុមសមត្ថកិច្ចឬប៉ូលីសទេពួកនោះវាមកទាំងអស់បាទគេថាទោះជាអ្នកទោសក៏គេមានភាពមួយថាឲ្យវាសុក្រិតណាបងប្អូនទាំងអស់គ្នាអញ្ចឹងអាហ្នឹងប៉ុណ្ណឹងឯងវាអាចបំពងជាងហ្នឹងទៀតវានិយាយលើសជាងហ្នឹងទៀតខ្ញុំមិនឲ្យស្ដាប់អស់វីដេអូនេះរឿងវែងដែរអញ្ចឹងខ្ញុំឲ្យស្ដាប់ប៉ុណ្ណឹងបាទអញ្ចឹងក្នុងការលេងសើចណាមួយឬក្នុងការប្រតិបត្តិការណាមួយជាពិសេសបងប្អូនអ្នកសារព័ត៌មានដែលថតវីដេអូមុននឹងផុសមេត្តាពិនិត្យមើលវីដេអូហ្នឹងសិនតើគួរផុសឬមិនគួរផុសបាទខ្ញុំមិនដឹងថាព័ត៌មានបែកធ្លាយវីដេអូនេះចេញពីអ្នកសារព័ត៌មានឬសមត្ថកិច្ចទេហើយអ្នកប្រព្រឹត្តនឹងសមត្ថកិច្ចឬសារព័ត៌មានទេអ្វីដែលសំខាន់ថៃវាយកទៅបំពងព័ត៌មានទម្លាក់កំហុសមកកម្ពុជាយើងនេះបាទវានិយាយជ្រៅជាងហ្នឹងទៀតអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាគិតពិចារណាកន្លែងចំណុចនេះឲ្យបានមែនទែនអានេះមិនមែនផលប្រយោជន៍ផ្ទាល់ខ្លួនទេបងប្អូនផលប្រយោជន៍ជាតិរួមព្រោះយើងកំពុងមានចំនួនជាមួយថៃអញ្ចឹងព័ត៌មានខ្លះវីដេអូខ្លះខ្ញុំ5ទៀតបើមិនត្រូវផុសមិនបាច់ផុសទេដើម្បីឲ្យវាឃើញវាកំពុងតាមដានយើងវាកំពុងចាប់កំហុសយើងវាកំពុងចោទប្រកាន់យើងបើសិនតែយើងនៅតែរឹងតឹងមិនជួយសាមគ្គីគ្នាទៀតរឿងតិចតួចយកមកលេងសើចសប្បាយឥឡូវបងប្អូនមើលคลิปវីដេអូហ្នឹងឲ្យពិចារណាទាំងអស់គ្នាសកម្មភាពស្រុកយើងប្រតិបត្តិការនឹងសកម្មភាពស្រុកគេបដិបត្តិការខ្ញុំមិនថាអីទេអ្វីដែលសំខាន់ខ្ញុំយកពីអារម្មណ៍អ្នកធ្វើការអ្នកនិយាយវាខុសគ្នាអ្នកធ្វើការវាហត់តែនិយាយឃើញវាទៅខ្ញុំយល់ពីបញ្ហាហ្នឹងប៉ុន្តែសូមពិចារណាមើលคลิปវីដេអូសិនខ្ញុំមិនតន់បានស្ដីបន្ទោសដល់ក្រុមណាមួយទេប៉ុន្តែអ្វីដែលសំខាន់មើលពីយើងហើយមើលពីគេសកម្មភាពទី1ទី2យើងកំពុងតែមានចំនួនជាមួយថៃអញ្ចឹងคลิปវីដេអូនេះខ្ញុំគិតថាបងប្អូនឬក៏បងប្អូនខាងណាក៏ដោយមិនថាសារព័ត៌មានឬខាងសមត្ថកិច្ចចុះក្រាបក៏ដោយយើងអាចកែតម្រូវបានយ៉ាងកែហើយក៏សូមផ្ដាំទៅអ្នកសារព័ត៌មានមួយចំនួនវីដេអូខ្លះមើលឲ្យលម្អិតល្អហ្នឹងមុននឹងផុសបានចាំផុសមិនបានបើថាប៉ះពាល់ដល់ប្រទេសជាតិខ្ញុំថាដាច់ខាតមិនបាច់ផុសល្អជាងអរគុណចែកលេខទៅប៉ុណ្ណឹងបងប្អូនអរគុណជម្រាបលា